2025មានសិស្សសង្គមរហូតដល់ 72.3% ស្របពេលដែលសិស្សវិទ្យាសាស្ត្រមានត្រឹម 27.7% ឯហើយចំនួននេះថយចុះមិនត្រឹមតែឆ្នាំ 2025 ទេគឺមានតាំងពីឆ្នាំ 2014 មកដល់ឥឡូវមកម្លេះទៅមុខទៀតប្រសិនបើសិស្សកម្ពុជានៅតែបន្តការជ្រើសរើសថ្នាក់សង្គមច្រើនបែបហ្នឹងតើប្រទេសកម្ពុជានឹងជួបបញ្ហាអីខ្លះហើយខ្ញុំនឹងមកនិយាយអំពី5រឿងដែលនឹងអាចកើតឡើងនៅពេលដែលរឿងនេះបន្តកើតឡើងនៅពេលខាងមុខទី1ប្រទេសកម្ពុជានឹងខ្វះខាតអ្នកជំនាញ STEM ប្រសិនបើសិស្សកាន់តែតិចជ្រើសរើសមុខវិជ្ជាខាងវិទ្យាសាស្ត្រពិតណានោះយើងនឹងខ្វះខាតជាមួយនឹងអ្នករៀនខាងវិស្វករអ្នកវិទ្យាសាស្ត្រអ្នកស្រាវជ្រាវនិងគ្រូបង្រៀនផ្នែក STEM ជាដើមកង្វះនេះអាចប៉ះពាល់ទៅដល់ការអភិវឌ្ឍបច្ចេកទេសឧស្សាហកម្មព្រមទាំងកសិកម្មនិងការស្រាវជ្រាវនៅក្នុងប្រទេសផងដែរទី2កម្ពុជាអាចនឹងពឹងផ្អែកអ្នកជំនាញមកពីបរទេសកាន់តែច្រើនជាងមុននៅពេលដែលខ្វះអ្នកជំនាញវិទ្យាសាស្ត្រមានន័យថាប្រទេសកម្ពុជាយើងអាចនឹងត្រូវពឹងផ្អែកអ្នកដែលមានចំណេះជំនាញពាក់ព័ន្ធជាមួយនឹងបច្ចេកទេសទាំងអស់ហ្នឹងមកពីបរទេសដើម្បីបម្រើការងារក្នុងប្រទេសរបស់យើងដែលធ្វើឲ្យការចំណាយក៏ដូចជាការវិនិយោគគឺកាន់តែពិបាកជាងមុនដូចគ្នាពីព្រោះនៅពេលដែលយើងប្រើប្រាស់អ្នកជំនាញមកពីក្រៅប្រទេសគឺប្រកាសណាស់យើងក៏ចំណាយច្រើនជាងអ្នកជំនាញនៅក្នុងស្រុករបស់យើងហើយដូច្នេះការវិនិយោគរបស់បរទេសក៏មានបញ្ហាដូចគ្នាទី3ការអភិវឌ្ឍបច្ចេកវិទ្យាកាន់តែខ្ពស់ជាងមុនប្រកបនៅពេលដែលសិស្សសង្គមកាន់តែច្រើនអញ្ចឹងនៅពេលដែលគាត់រៀនតគាត់ទៅបន្តការសិក្សាថ្នាក់សង្គមដូចគ្នានឹងឯងអញ្ចឹងកាលណាដែលគាត់រៀនតផ្នែកនឹងកាន់តែច្រើនអញ្ចឹងមានន័យថានៅពេលដែលគាត់រៀនចប់គាត់ទៅរកការងារការប្រកួតប្រជែងរបស់គាត់ក៏កាន់តែមានខ្ពស់ដូចគ្នាដែលធ្វើឲ្យមានបញ្ហាពាក់ព័ន្ធជាមួយនឹងការពិបាកក្នុងការស្វែងរកការងារដែលស័ក្តិសមមួយខ្លួនឯងផងដែរទី4ការស្រាវជ្រាវនិងនវានុវត្តន៍ថយចុះដូចជាការអភិវឌ្ឍឱសថឧស្សាហកម្មកសិកម្មទំនើបថាមពលស្អាតការស្រាវជ្រាវការស្វែងរកដំណោះស្រាយបរិស្ថានឬក៏ពាក់ព័ន្ធជាមួយនឹងការអប់រំ STEM ក៏ដោយគឺសុទ្ធតែត្រូវការអ្នកជំនាញដែលរៀនផ្នែកខាងវិទ្យាសាស្ត្រចុះបើសិនបើសិស្សភាគច្រើនពួកគាត់រៀនតផ្នែកខាងសង្គមដូច្នេះតើវាអាចជួយឲ្យប្រទេសរបស់យើងអភិវឌ្ឍផ្នែកទាំងអស់ហ្នឹងបានដោយរបៀបណាខ្ញុំនិយាយនេះក្នុងគោលបំណងមួយថាបើសិនបើសិស្សរើសច្រើនរហូតទៅដល់លើសលប់ប៉ុណ្ណោះតែបើថាមានតលយៈភាពវាអត់ជាបញ្ហាទេហើយមួយយ៉ាងមួយវិញទៀតបើសិនបើអ្នករៀនជំនាញខាង STEM តិចចឹងការប្រកួតប្រជែងក៏អត់មានខ្ពស់ដូច្នេះនៅពេលដែលពួកគាត់ហ៊ានក៏អត់សូវមានប្រសិទ្ធភាពដែរខ្ញុំឧទាហរណ៍ថាអញ្ចឹងនៅក្នុងការប្រកួតប្រជែងមួយកាលណាមានអ្នកប្រកួតប្រជែងតិចក្នុងការប្រកួតក្នុង competition ហ្នឹងអញ្ចឹងមានថាអ្នកប្រកួតនីមួយៗគឺអត់សូវខំទេយើងក៏អត់ព្យាយាមប្រឹងប្រែងអស់ពីលទ្ធភាពដូចគ្នាទី5ផលប៉ះពាល់ទៅដល់ការប្រកួតប្រជែងបច្ចេកវិទ្យាជាមួយនឹងបរទេសនាពេលអនាគតយើងដឹងហើយថាយុគសម័យឥឡូវគឺជាយុគសម័យបច្ចេកវិទ្យា AI ចុះបើសិនបើប្រទេសកម្ពុជារបស់យើងមានចំនួនអ្នកដែលរៀនផ្នែកវិទ្យាសាស្ត្រតិចអញ្ចឹងតើយើងអាចទៅប្រកួតប្រជែងជាមួយនឹងប្រទេសផ្សេងបានដោយរបៀបណាដូច្នេះបើសិនបើប្រទេសកម្ពុជារបស់យើងខ្វះខាតជាមួយនឹងធនធានដែលមានចំណេះដឹងខាងបច្ចេកវិទ្យាឬក៏ STEM ឬក៏វិទ្យាសាស្ត្រដូច្នេះហើយពិតជាពិបាកមែនតើសម្រាប់កម្ពុជាក្នុងការប្រកួតប្រជែងជាមួយនឹងប្រទេសផ្សេងៗនៅជុំវិញនៅក្នុងតំបន់ប៉ុន្តែខ្ញុំសូមបញ្ជាក់ឲ្យខ្លីឡើងវិញថាការនិយាយរបស់ខ្ញុំនេះវាមិនមានន័យថាសង្គមល្អជាងវិទ្យាសាស្ត្រទេហើយក៏មិនមែនមានន័យថាវិទ្យាសាស្ត្រនឹងល្អជាងសង្គមដូចគ្នាទាំងពីរហ្នឹងគឺមានគុណតម្លៃខុសគ្នាប្រទេសមួយអាចរីកចម្រើនដោយសារតែមានតែវិទ្យាសាស្ត្រអត់មានសង្គមឬក៏មានសង្គមអត់មានវិទ្យាសាស្ត្រគឺត្រូវការទាំងពីរដូចគ្នាអីដែលខ្ញុំនិយាយពេលនេះគឺតកតងជាមួយនឹងតលយៈភាពរវាងវិទ្យាសាស្ត្រនិងសង្គមតោះនេះគាត់តែសម័យបន្តិចទៅបានហើយបើសិនបើប្រទេសរបស់យើងសម្បូរអ្នករៀនផ្នែកខាងច្បាប់ហើយនឹងគ្រប់គ្រងប៉ុន្តែអត់មានអ្នករៀនវិស្វករអ្នកស្រាវជ្រាវនិងអ្នកវិទ្យាសាស្ត្រតើប្រទេសរបស់យើងអាចអភិវឌ្ឍបានដោយរបៀបណាខ្ញុំក៏ជាពលរដ្ឋម្នាក់ខ្ញុំគ្រាន់តែចង់បង្ហាញសម្លេងរបស់ខ្ញុំអំពីរឿងហ្នឹងហើយខ្ញុំគិតថារឿងនេះវាអត់ពាក់ព័ន្ធតែជាមួយនឹងបងប្អូនទី12ឬក៏នៅវិទ្យាល័យទេប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងអនាគតរបស់ប្រទេសជាតិរបស់យើងទាំងមូលដែលវាជាមូលហេតុដែលយើងទាំងអស់គ្នាគួរតែបច្ចេកមតិយោបល់ពីរឿងនេះហើយខ្ញុំសូមបញ្ជាក់ថាទោះបីជាប្អូនជ្រើសរើសខាងសង្គមឬក៏ខាងវិទ្យាសាស្ត្រក៏ដោយជំនាញទាំងពីរហ្នឹងវាអត់មានបញ្ហាទេបញ្ហាគឺស្ថិតលើរឿងតែមួយគត់គឺតលយៈភាពគឺភាពមិនស្មើគ្នាបើសិនបើរើសសង្គមច្រើនជាងវិទ្យាសាស្ត្រវាប្រកាសជាមានបញ្ហាដោយសារតែទីផ្សារការងារនឹងឯងហើយបើសិនបើរើសវិទ្យាសាស្ត្រច្រើនលើសលប់ជាងសង្គមអាហ្នឹងក៏ជាបញ្ហាដូចគ្នាដូច្នេះខ្ញុំគាត់តែចង់អ្នកទាំងអស់គ្នាជ្រើសរើសជំនាញឬក៏ជ្រើសរើសខាងសង្គមឬក៏វិទ្យាសាស្ត្រហ្នឹងដោយក៏ចេញពីក្តីស្រឡាញ់របស់យើងដោយក៏ចេញពីការដែលយើងចង់រៀនពិតប្រាកដ
ជាជាងការដែលយើងធ្វើតាមគ្នាឬក៏យើងទទួលរងឥទ្ធិពលដោយនរណាគេមួយដូច្នេះកុំភ្លេចខិតខំប្រឹងប្រែងរៀនសូត្រដើម្បីឲ្យពួកយើងអាចធ្វើជាផ្នែកមួយនៅក្នុងការជួយអភិវឌ្ឍប្រទេសជាតិរបស់យើងតាមដែលយើងអាចធ្វើទៅបានហើយវីដេអូរបស់ខ្ញុំនេះគឺមានតែប៉ុណ្្នឹងឯងហើយខ្ញុំបញ្ជាក់ទៀតថាសង្គមឬក៏វិទ្យាសាស្ត្រវាអត់បញ្ហាទេតែបញ្ហាទៅលើតុល្យភាពនៃការជ្រើសរើសដូច្នេះសូមធ្វើការជ្រើសរើសដោយប្រុងប្រយ័ត្នហើយខ្ញុំចង់សួរតើអ្នកថាបើសិនអ្នកតើជាសិស្សវិទ្យាល័យតើអ្នកតើនឹងរើសខាងសង្គមឬក៏រើសខាងវិទ្យាសាស្ត្រហើយបើសិនតើរើសខាងសង្គមឬក៏រើសខាងវិទ្យាសាស្ត្រតើអ្វីទៅជាមូលហេតុរបស់អ្នកទាំងអស់គ្នាខមមិនប្រាប់ខ្ញុំខាងក្រោមផងសូមអរគុណបាយបាយ